សេកជនជាទីមេត្រីពាក់ព័ន្ធទៅនឹងក្រុមហ៊ុន Tencent កំពុងចរចាក្លាយជាភាគហ៊ុននឹកធំជាងគេរបស់ក្រុមហ៊ុន AI ដំបូង Manus ក្រោយពីចិនបង្ខំឲ្យក្រុមហ៊ុនបច្ចេកវិទ្យា Meta ដកខ្លួនចេញយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ដោយផ្អែកលើរបាយការណ៍ពី Financial Times បានឲ្យដឹងថាក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន Tencent កំពុងស្ថិតក្នុងការចរចាដើម្បីក្លាយជាភាគហ៊ុននឹកធំជាងគេនៅក្នុងក្រុមហ៊ុនបញ្ញាសិប្បនិម្មិតដំបូងដែលមានឈ្មោះថា Manus ការចរចានេះកើតឡើងបន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំងបានចេញបញ្ជាឲ្យក្រុមហ៊ុនអាមេរិក Meta បោះបង់និងលុបចោលកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុន Manus ក្នុងតម្លៃ$2,000 លានកាលពីពេលថ្មីនេះប្រពន្ធពីផ្ទៃក្នុងបានទម្លាយថាក្រុមអ្នកវិនិយោគដំបូងរបស់ចិនរួមមានក្រុមហ៊ុន Tencent Sequoia China ដែលបច្ចុប្បន្នគឺមានឈ្មោះថា HSG និង Zenfund កំពុងរៀបចំផែនការរួមគ្នាក្នុងទំហំទឹកប្រាក់ដ៏ច្រើនដើម្បីទិញក្រុមហ៊ុន Manus ត្រឡប់មកវិញពីក្រុមហ៊ុន Meta នៅក្នុងដំណើរការទិញត្រឡប់នេះក្រុមហ៊ុន Tencent ត្រូវបានរាយការណ៍មកថាមានបំណងបង្កើនចំណាយភាគហ៊ុនរបស់ខ្លួនឲ្យក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេបង្អស់ក្រុមហ៊ុន Manus ដែលជាអ្នកអភិវឌ្ឍភ្នាក់ងារ AI មានសមត្ថភាពបំពេញការងារស្វ័យប្រវត្តិតាមបញ្ជាមនុស្សបានបដូរទីស្នាក់ការកណ្ដាលទៅកាន់ប្រទេសសិង្ហបុរីនិងត្រូវបានទិញយកដោយក្រុមហ៊ុន Meta កាលពីចុងឆ្នាំ2025ទោះបីជាយ៉ាងណាក៏ដោយគណៈកម្មាធិការជាតិអភិវឌ្ឍនិងកែតម្រង់របស់ចិនបានសម្រេចហាមឃាត់ការវិនិយោគពីបរទេសលើក្រុមហ៊ុន Manus នេះដោយសារតែការរឹតបន្តឹងលើការផ្ទេរបច្ចេកវិទ្យា AI កម្រិតខ្ពស់ទៅឲ្យក្រុមហ៊ុនអាមេរិកដែលបង្ខំឲ្យ Meta ត្រូវលុបចោលកិច្ចព្រមព្រៀងនេះវិញទោះបីជាជួបប្រទះនឹងឧបសគ្គផ្នែកបទបញ្ញត្តិក៏ដោយក្រុមហ៊ុន Manus បានបង្ហាញពីកំណើនចំណូលគួរឲ្យកត់សម្គាល់តាមរយៈរបាយការណ៍ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុននេះបានហក់ឡើងដល់ទៅចន្លោះ$400 លានទៅ$500 លានអាមេរិកក្នុងរយៈពេលប្រមាណសប្តាហ៍ចុងក្រោយនេះដែលកើនឡើងយ៉ាងខ្លាំងបើធៀបទៅនឹងទំហំ$100 លានកាលពីពេលដែល Meta ប្រកាសទិញដំបូង